ចាសួស្តីបងប្អូនអរគ្នាចឹងថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាពីសភាពស្រូវរបស់យើងដែលរងការបំផ្លាញដោយសត្វទ្រីបស៊ីស្រូវអញ្ចឹងស្រូវនេះបើយើងថតបើយើងមើលទូទាំងស្រែតែម្ដងមើលពេញមួយស្រែហ្មងហ្នឹងគឺស្រូវរបស់យើងវាឡើងសដូចចំបើងហើយដល់ពេលយើងមកមើលឲ្យគៀកគឺយើងឃើញស្រូវរបស់យើងគឺមានសភាពបែបចេះគឺនេះវាឡើងអុចរបៀបត្រូវបានគេជញ្ជក់អស់រសជាតិពណ៌បៃតងអញ្ចឹងនេះទ្រីបនេះអានេះទ្រីបវាដុះស្លាប់ហើយវាហើបានណាអានេះវាទូខ្លាំងណាយើងពិបាកក្នុងការថតឲ្យអ្នកនរគ្នាមើលជាក់ស្ដែងហ្នឹងតែជាមួយខ្ញុំ Google រកដាក់រូបទ្រីបឲ្យអ្នកនរគ្នាមើលអញ្ចឹងនៅពេលដែលទ្រីបស៊ីស្រូវយើងនេះឃើញឃើញទូចវាទូចហ្នឹងឯងចឹងហ្នឹងគឺទ្រីបអញ្ចឹងវាទូខ្លាំងហ្មងហើយវាមកជញ្ជក់យកស៊ីស្រូវរបស់យើងនេះឃើញវាទូចញ៉ាត់ហ្នឹងអាហ្នឹងគឺជាទ្រីបហើយអញ្ចឹងទ្រីបនៅពេលដែលវាជញ្ជក់នៅលើស្រូវរបស់យើងគឺធ្វើឲ្យសភាពស្រូវរបស់យើងគឺវាឡើងពណ៌សវាបាត់ពណ៌បៃតងហើយវាថាវាជក់ទៅនេះឃើញមានជក់ទៅវាពណ៌សអញ្ចឹងហើយស្រូវយើងពេលយើងមើលពេញទាំងស្រែទៅគឺពណ៌សដូចយើងលាបថ្នាំសក់ពណ៌សអញ្ចឹងហើយភាគច្រើនទ្រីបគឺវាបំផ្លាញនៅដំណាក់កាលសំណាបដំណាក់កាលទូចឆ្ងាយអាយុកាលស្រូវក្នុង20ថ្ងៃក្នុងនិយាយទៅក្រោមមួយខែចាប់ផ្ដើមទ្រីបចាប់ផ្ដើមវិញលុបក្នុង15ថ្ងៃ20ថ្ងៃហ្នឹងគឺសំណាប់របស់យើងស្រូវរបស់យើងវារៀងដុះមកថ្មីខ្ចីហ្នឹងគឺចាប់ផ្ដើមទ្រីបបាយលុបហើយអញ្ចឹងតកតងជាមួយនឹងការកម្ចាត់បើសិនជាស្រែម្នាក់គ្នាមានប្រភពទឹកអាចបូមទឹកបានងាយស្រួលយើងអាចបូមទឹកពលិចបានពលិចនៅត្រឹមចុងនេះមកហើយទ្រីបវាអត់អាចស៊ីបានទេអញ្ចឹងណាហើយនឹងមួយទៀតបើវិធីសាស្ត្រចុងក្រោយហ្មងគឺការយើងបាញ់ថ្នាំស្លាប់វាទៅអញ្ចឹងក្រោយពីបាញ់ថ្នាំហើយពីងាប់ហើយអញ្ចឹងយើងអាចបាជីទៅស្រូវយើងចាប់ដើមឡើងដោះមកថ្មីមកចាប់ដើមខៀវវិញហើយអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ